ជំរាបសួរសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានេះទឹកស្រះបងប្អូនទឹកស្រះនេះទឹកស្រះហ្នឹងទុកត្រូវការដាក់ទឹកបន្លែក៏ដាក់ទឹកក្រូចបងប្អូននេះចិត្តធីងនេះបងប្អូនចិត្តធីងបូមមួយថ្ងៃទឹកជំរៅចូល5 4 ម៉ែត្របងប្អូនចូល4 ម៉ែត្រទៅ 5 ម៉ែត្រជំរៅវាឃើញខ្លះបែកដីអស់ហើយបងគេហូរនេះអស់ឆ្នាំខែភាសាសិតតែលិចបងប្អូនលិចដល់លើទឹកខែភាសាលិចដល់លើទឹកមកខែប្រាំងខានភ្លៀងយូរបងប្អូនទៅរីងសក់មែនតើបងប្អូនសក់មែនតើបូមគ្នាមួយថ្ងៃបងប្អូនមួយថ្ងៃបូមម្ដងដាក់ទឹកក្រូចនេះបាក់ដីបងប្អូនបាក់ដីដល់នេះខែភាសាវាបាក់ដីច្រើនបាក់មែនតើដីនោះមកទើកំពុងបូមបងប្អូនបូមមកដាក់នេះដាក់ក្រូចឆ្មាបូមបងប្អូនហើយបូមវាកន្លែងខ្លះវាលិចបងប្អូនដោយសារតែយើងបាត់ទៅចិត្តវាលិចតាមថ្នេរតាមអីហ្នឹងបងប្អូនបូមដាក់ទឹកមួយថ្ងៃបូមម្ដងបងប្អូនតាមពេលរវល់ឬក៏ពេលតាណាថ្នេរយើងបូមទុកឲ្យហើយថាសម្រាប់បងប្អូនហើយទឹកស្រះថាសម្រាប់ដោយសារតែមេខ្យល់ខែខ្យល់ច្រើនវាប៉ាំងសម្រាលមកចូលក្នុងស្រះទាំងអស់បងទាំងដបទឹកទាំងអីតែអត់អីទេបងយើងមិនយកទឹកទៅប្រើប្រាស់ឬក៏ហូបទេគ្រាន់តែយើងយកទឹកដាក់បន្លែដាក់អីបងប្អូនផលដំណាំបងហ៊ីអស់ហើយបងប្អូនទឹកធ្លាប់តែខែភាសាដល់លើនោះទឹកបងប្អូនដល់លើនោះខែប្រាំងចុងហ៊ីងទៅបានក៏មើលអញ្ចឹងបងប្អូននិយាយចូលឲ្យខាងនោះខាងជើងខាងកើតបានរៀងជ្រៅជាងខាងលិចដោយសារមកបោះវាទៅបាក់ដីផងណាបើខាងនេះវាបាក់ដីច្រើនចឹងនិយាយទៅថាពីច្រើនការជីកមកខាងកើតវាជ្រៅជាងផងក៏មើលចឹងយើងចូលទៅត្រឹមនេះអីលិចក្បាលអីសរសៃខាងកើតបងប្អូនតើការទៀតទៅដាក់បន្លែដាក់អីទេបងប្អូនទៅហ៊ីងមែនទេបានទៀតទៅមេឃភ្លៀងបងប្អូនដល់រដូវភ្លៀងរដូវវស្សាទៀតទៅនៅបាន 2-3 ខែដែរដល់រដូវវស្សាចឹងមេឃភ្លៀងទឹកភ្លៀងមកវាគ្រប់គ្រាន់បងប្អូនវាហូរមកច្រើនវារត់អីទេអត់មានត្រីទេបងប្អូនអត់មានត្រីទេធ្លាប់តែស្រះមួយគេចិញ្ចឹមត្រីគេមានត្រីអីហក់មាត់ត្រីមាត់អីនេះឈឹងបងប្អូនណាឈឹងថតឈឹងមកនិយាយទៅស្ទះហ្នឹងចូល 2-3 ឆ្នាំបងប្អូនជីកការជីកចូល 2-3 ឆ្នាំហើយបានវាអត់មានត្រីអត់មានអីបានការចិញ្ចឹមទៅវាចិត្តតែមានបងប្អូនបានគាត់ឲ្យចិញ្ចឹមស្រះបងគាត់ឲ្យចិញ្ចឹមប្រហែលយើងបានខ្ញុំវិញខ្ញុំចិញ្ចឹមបងប្អូនបានគាត់អត់ចិញ្ចឹមទេខ្ញុំមកហ៊ានដែរណាស្រះគាត់ណាពិសេសយើងអត់មានដើមទុនផងបងយើងអត់មានដើមទុនទិញកូនត្រីកូនអីណាយើងមានដើមទុនទិញហ្នឹងយើងចេះតែចិញ្ចឹមស្រះគាត់ឲ្យនេះទៅគាត់ថាអីទៅបងដល់តែយើងចិញ្ចឹមបានគាត់អត់នេះប្រហែលខ្ញុំវិញខ្ញុំដាក់បានខ្ញុំវិញខ្ញុំមាននេះខ្ញុំដាក់កូនត្រីគ្រប់នេះបងកូនត្រី100នេះទៅដាក់ត្រីឬក៏ត្រីចន្លោះ
ត្រីចម្លោះនេះដែរបងប្អូនចំណោះយើងដាក់ថេផ្សេងទៅមកត្រីអត់មានទេបងប្អូនឈឹងមកត្រីតាំងកូនមកត្រីតាំងកូនត្រីកូនអីមកឈឹងមកការពេលនោះមកដាក់ទៅត្រូវបានហូបបងប្អូនត្រូវបានលក់ខ្លះក៏បានហូបខ្លះយើងការយើងចំបានគាត់អត់ចំក្តៅដែរបងប្អូនក្តៅម៉ោងចូលម៉ោង 9 10ហើយក្តៅឥឡូវវាក្តៅពលឺថ្ងៃក្តៅមែនទេបងក្តៅយកតែមែនទេយើងគ្រាន់ចំទៅយើងអត់លក់ទេបងក៏យើងចំទៅយើងចង្ការយើងហូបខ្លួនឯងហូបអីហ្នឹងបងប្អូនយើងចំតាមធម្មជាតិទៅអត់តែមានត្រីហើយចង្ការលបងយើងចិត្តឈឹងចេះបងប្អូនមានតែគេយកទេមានតែគេលួចទេលបងយើងចិត្តឈឹងអញ្ចឹងពាត់ចិត្តឈឹងយើងការពីក្មេងបងប្អូនបងចិត្តស្ទះយើងត្រូវធ្វើលបងអស់ហើយការពីក្មេងអញ្ចឹងត្រីយើងសួរចំបងប្អូនត្រីយើងចង់ធ្វើចំត្រីក៏បានយើងចំត្រីតតែខែភាសាក៏យើងដាក់នេះបងប្អូនណាយកក៏យើងដាក់នេះដាក់ស្បៃតាមនេះតាមថ្នេរអីតាមជើងទេនោះអាកន្លែងចិត្តនេះនោះយើងដាក់នេះមកដាក់ស្បៃមកពាត់ក៏មកវាឡើងទឹកក៏វាឡើងតាមទឹកបងប្អូនទៅសារតែខែភាសានៅស្រះនេះវាលើនេះបងប្អូនទឹកច្រើនណាដល់លើនោះទឹកដល់លើថ្នេរលើនេះនោះលើថ្នេរកន្លែងនេះបងដាក់ចិត្តលបងនោះចិត្តដល់នោះទឹកខែភាសាបើយើងថាយើងចំត្រីទៅយើងដាក់ស្បៃអីពាត់ជុំវិញវាអត់អីទេបងត្រីវាទៅណាវានៅក្នុងទឹកមាននៅក្នុងស្រះហ្នឹងទេបងនេះសតអីទេបងណានេះកន្លែងឈើក្តារការមកវឹកគាត់ធ្វើរវងបងមកវឹកបងគាត់ចាក់រវងចាក់ពុំចាក់សសទៅវាភ្លេចមួយបងគាត់ដាក់ត្រាំទឹកស្រាវទៅការត្រាំវាចូលក្នុងទឹកជ្រៅបងពេលខែភាសាវាឡើងមកវិញឥឡូវទុកអត់បានឡើងអត់បានលើកទៅលើបងលើត្រាំចឹងទឹកថ្លាតែបងគាត់សម្រាប់មេឃខ្យល់តាំងសម្រាំងនេះបានធៀមដងធៀងអីមកធៀងថ្នោតធៀងអីមកបងមេឃខ្យល់កំពុងបូមអូនកំពុងម៉ូទ័រកំពុងបូមដាក់ទឹកក្រូចដូងបូមអរគុណបងប្អូនច្រើនបងប្អូនបាយបាយអរគុណច្រើន